អូខេ hello សួស្តីគ្នាយើងថ្ងៃនេះខ្ញុំនឹងមកបន្តសរឿងពូ zombie ដោយសារតែគ្នាយើងភាគច្រើនវត្តឲ្យខ្ញុំធ្វើរឿងនឹងតណាហើយកុំភ្លេចចុច sub channel មួយនឹងអ្នកមួយផងទៅព្រោះខ្ញុំអាចនឹងលេងបង្កើត channel ថ្មីច្រើនទៀតហីគឺផុសនៅលើ channel តែ2នេះនោះទេភាគមួយនឹងគឺបន្តពីការបញ្ជូតរបស់ពូ zombie ជាមួយនឹងស្ដេច zombie ស្ដេច zombie អត់ជឿទេថាវាយអត់ឈ្នះអញ្ចឹងក៏លោតទៅម្ដងទៀតដាក់ម្ដាយម៉ាំងពូ zombie មានកម្រើកអីមិនតិចក្នុងខ្សែភ្នែករបស់គេមើលទៅក្នុងពិភពលោកដូចជាកំពុងតែដើរយឺតអញ្ចឹងហើយលើកដៃតែមិនតិចក៏អាចបញ្ជាឲ្យតំណក់ទឹកភ្លៀងទៅកាត់រាងកាយស្ដេច zombie ដាច់ឡើងខ្ទេចសំបីតាអ្នកដែលឈប់មើលឡើងឆ្ងាយហើយហ្នឹងណាក៏ថាពពកខ្យល់បកឡើងចង់ពើងអស់ដែរទាទាំងនវាខ្ទាទាំងត្រីខ្ទាទាំងអីអស់លីងស្ដេច zombie នៅតែសួរថាឯងជាណាគេអញឪឯងហើយថាពពកខ្យល់បើយើងមើលពីលើទៅគឺស្ទើរតែកន្លះផែនដីទៅហើយកញ្ញាភ្នំធំធ្លាក់វិញក៏សួរខ្លួនឯងថាថាពលបែបនេះគឺជាអ្វីដែល zombie មានមែនសំបីតែដកតើជីមានជាមួយវ៉ែនតាក៏កៀងដូចគ្នាស្អីគេស្ដេច zombie នៅតែបោះបង់ងើបឡើងមកវិញព្យាបាលរបួសឲ្យទៅដូចដើមសួរទៅវិញថាឯងធ្វើអញ្ចឹងមានប្រយោជន៍អីទោះបីជាអញធ្វើអីទៅកាន់ឯងមិនបានក៏ដោយឯងក៏មិនអាចធ្វើអីទៅកាន់អញបានដូចគ្នាព្រោះស្ដេច zombie មានរាងកាយអមតៈអាចព្យាបាលបានជារៀងរហូតពូ zombie ឆ្លើយត្រឹមតែអូហើយក៏ស្រោករាងកាយស្ដេច zombie មកច្បាច់កធ្វើវាភ័យមែនទេឯងចង់ធ្វើអីនឹងប៉ុន្តែរើបំរះមិនរួចឡើយពូ zombie ក៏មិនដឹងជាប្រើក្បាច់អីនោះទេបណ្ដាឲ្យស្ដេច zombie ឃើញតែការចងចាំរបស់ខ្លួនឃើញពីការប្រយុទ្ធនិងការវាយគ្នាសាហាវអីចឹងទៅវាព្យាយាមរើបំរះចង់ប្រឈប់ដែរប៉ុន្តែមិនអាចប្រឈប់បានឡើយនៅតែឃើញតែការចងចាំហើយវាសាហាវព្រៃផ្សៃពេកនៅទៀមផុតស្ដេច zombie គឺភ័យរហូតដល់ងាប់បាត់អ្នកដែលឈរមើលស្ដាប់ញោមសម្រាប់ឮអញ្ចឹងអត់យល់ទេថាកំពុងតែមានអីកើតឡើង zombie ប្រុសស្អាតក៏ទាយថាប្រហែលជាត្រូវបានស្ដេចបំភ័យអាមួយនឹងឲ្យងាប់បាត់ទៅហើយ President ធំកៀងស្អីគេសូម្បីតែដកតើជីមានក៏មិនយល់មិនបានទៅជាអញ្ចឹងប៉ុន្តែកូនសិស្សរបស់វាដឹងថាមិនស្រួលអញ្ចឹងក៏បញ្ញាប់ទៅអូលោកគ្រូដើម្បីគេចខ្លួនតែតែបានទៅផងពូ zombie ក៏មកកាក់មុខភ្លេតបែបនេះក៏នឹមគ្នាភ័យឆ្ងល់ថាតាំងពីដើមដល់ចប់ពួកគេមិនដែលបានបង្ហាញមុខសូម្បីតែបន្តិចហើយមិនបានជាពូ zombie នៅតែរកឃើញអញ្ចឹងពូ zombie មាននិយាយច្រើនទេសួរសំណួរដ៏សាមញ្ញថាពួកឯងចង់ដើរចូលគុកដោយខ្លួនឯងឬក៏ចង់ទៅចូលរួមជាមួយអាស្ដេច zombie នោះពួកវាគឺមិនហ៊ានឡើយបាទភ័យឡើងបាត់ស្បាត់បានប្រកល់ខ្លួនភ្លេតសំបីតែដកតើជីមីនបានត្រឹមតែលឹមថាចន្រៃយូហើយបេសកកម្មក៏ចាប់ទាំងអញ្ចឹងទៅដកតើជីមីនដែលពួកគេមានកម្រងសម្លាប់នៅនឹងកន្លែងចុងក្រោយក៏ត្រូវបានចាប់ទាំងរស់ដោយពូ zombie ក្រោយមកយើងក៏ឃើញពូ zombie អង្គុយភ័យខ្លួនខ្លាចខ្លួនឯងដែលគេប្រែកាយយ៉ាង3ដងអញ្ចឹងគឺពិតជាគួយខ្លាចមែនខ្ញុំជា zombie ចិត្តល្អតើមិនជា zombie ដែលគួយខ្លាចអញ្ចឹងឡើយកញ្ញាភ្នំធំដែលឈរមើលពីឆ្ងាយឆ្ងល់ក៏ឲ្យឡៃឡាទៅសួរតែនាងមិនហ៊ានឡើយតើតានាងសន្យាថានឹងទៅឡើងតំណែងឲ្យបានឡៃឡាយល់ព្រមពេលដែលនាងទៅសួរពូ zombie ក៏ងើបមកឆ្លើយថាគេឃ្លានឡើងធម្មតាដល់អញ្ចឹងបាត់ភ័យវិញទៅស្របពេលដែលគេដើរត្រឡប់ទៅវិញដើម្បីរកអីស៊ីឡៃឡាក៏មកឆ្លៀតសួរចង់ដឹងថាគេចាំរឿងបាញ់មិញអត់ចម្លើយគឺចាំប៉ុន្តែមិនសូវជាច្បាស់នោះឡើយហើយក៏ចាំបានថាការពីមុនពួកអដែងមានរាងកាយដូចជាស្ដេច zombie ឬក៏ខ្លាំងជាងនឹងគេក៏ធ្លាប់វាយឡើងច្រើនអ្នកដែរប៉ុន្តែពួកវាកាក់ពេកអញ្ចឹងក៏មិនបានចាំទៅកាត់មកដល់ដកតើជីមានវិញត្រូវបានគេចាប់ប៉ុណ្្នឹងហើយក៏ដោយក៏វានៅតែសើចចេញដែរធ្វើឲ្យអវ៉ែនតាឆ្ងល់សួរថានៅសើចទៀតលោកគ្រូដកតើជីមានក៏បង្ហាញពីមហិច្ឆតារបស់វាដែលមនុស្សស្មានថាមាន zombie ដែលខ្លាំងអញ្ចឹងទេបែបនេះក៏មានកម្រងថានឹងបង្កើត zombie ដែលខ្លាំងជាងគេទើបទៅបានហើយក្រោយមកពូ zombie របស់យើងក៏ត្រូវបានពពួកមនុស្សលោកដែលមានតំណែងធំតែងតាំងធ្វើជា president ឲ្យគេនឹងទៅគ្រប់គ្រងនៅទីក្រុងមួយប៉ុន្តែក៏មានច្បាប់ផងដែរបើសិនជានៅក្នុងរយៈពេលកំណត់ប្រជាជនរបស់គេមិនកើនឡើងដល់ទៅ10លាននាក់នោះទេនឹងត្រូវដកតំណែងវិញនិយាយប្រាប់អស់ពួកគេក៏សួរពូ zombie ថាចង់បានទីក្រុងមួយណាដើម្បីគ្រប់គ្រងពូ zombie ក៏តបទាំងមិនបានគិតអីទាំងអស់ថាចង់បានអាទីក្រុង H ជាទីក្រុងដែលពួកគេទៅចាប់ដកតើជីមីននឹងតែម្ដងបែបនេះកញ្ញាអាចកំបាំងម្នាក់គឺឆ្ងល់មែនទែនសួរវិជ្ជៈថាទីក្រុងមួយនោះតទេសុតនឹងហើយយកវាទៅចិញ្ចឹមមិនមែននិយាយរួមទីក្រុងនឹងគឺខូចខាតឡើងស្ទើរតែខ្ទេចទៅហើយមិនស័ក្តិសមសម្រាប់អភិវឌ្ឍឲ្យមនុស្សលោកនៅនោះឡើយពូ zombie នៅតែខ្វល់ឆ្លើយថាខ្ញុំចង់បាននឹងឯងបែបនេះនាងគឺអត់មានពីអីត្រូវនិយាយទៀតទេហើយយើងមើលរាងកាយកញ្ញាម្នាក់នឹងគឺថាមួម៉ៅខ្លាំងមែនទែនឆ្ងល់នៅបណ្ឌិតសភា hero ថាតរកអាឡប់មកពីណាធ្វើជា president នឹងទីក្រុងល្អអត់យល់ទេទៅយកអាទីក្រុងកថោសំបីតែកញ្ញាភ្នំធំក៏ហួសចិត្តដែរកូនចៅពូ zombie ទាំងអស់ក៏បានរើមកនៅក្នុងទីក្រុងថ្មីក៏មានកងទ័ពផ្ទាល់ខ្លួនរបស់គេការពារផងដែរ zombie ប្រុសស្អាតក៏មករាយការណ៍ប្រាប់ថាសមាជិកទាំងអស់បានមកដល់គ្រប់គ្នាហើយឯពពួកកូន zombie ខ្លះក៏ភ័យជាមួយនឹងពួកទាហានមនុស្សលោកមែនទែនខ្លាចសសក់ពួកវារះមកបងលេងទៅមិនស្បៃទេតែមេបញ្ជាការម្នាក់ក៏ប្រាប់កុំឲ្យភ័យចឹងទៅពួកគេនឹងស្ដាប់តាមតែបញ្ជារបស់ពូ zombie ប៉ុណ្ណោះហើយពេលនឹងអាឆ្កែក៏នៅឃើញសួរពីរឿងរបស់ម៉ាស៊ីនងងលើកថាវាត្រូវបានមេឯងជួលលើនឹងលើកចង់មួយខែហើយតែពូ zombie នៅតែប្រាប់ថាមិនបាច់ធ្វើអីទេឲ្យវានៅលើនឹងសិនទៅហើយយើងក៏លេចមើលអាម៉ាស៊ីនងងក៏ត្រូវបានគេចងដៃចងជើងហើយជាបួនដូចជាសម្ដីអញ្ចឹងហើយក៏ទឹកភ្នែកយងអង្វរថាខ្ញុំខុសហើយឯ zombie ទាំងអស់ក៏ដឹងគុណទៅកាន់ពូ zombie មែនទែនព្រោះឥឡូវនេះពួកគេមានផ្ទះហើយក្រោយមកជើងក៏កាត់ទៅដល់កញ្ញាភ្នំធំកំពុងតែហ្វឹកហាត់វាយគ្នាជាមួយឡៃឡាហើយនាងក៏ត្រូវបានខ្ទាតព្រោះឡៃឡាដែលប្រែខ្លួនទៅ
ជារាងកាយទី2គឺកាចមែនទែនបាទនិយាយឌឺចែកចាយស៊ីលីងខ្ញុំអាចនៅវាយគ្នាទៀតបានណាមិនអោយចាញ់ស៊ីលីងក៏ teleport យ៉ាងលឿនទៅបន្តប៉ុន្តែទោះបីជាទៅដល់ខាងក្រោយខ្នងក៏ដោយឡៃឡាគឺបានបង្វិលក្បាលបនាងមកតាមតែម្ដងបែបនេះគឺឡើងភ័យអស់បញ្ញាប់ដកថយមកវិញលឿនមិត្តថាសម្ដីគាហើយដោយសារតែផ្លេចខ្លួនលបូតដាវពីដៃលោកឡៃឡាក៏មកបន្ថែមជានាងប៉ាំងបង្ខំឲ្យនាងអាឡាថយក្រោយហើយដកភ្លើងធំបាញ់រះយកនិយាយរួមគឺរោគចិត្តមែនទែនបាទគ្មានខ្វល់គ្មានអីទេបាញ់បណ្ដើស្រែកបណ្ដើឯកញ្ញាស៊ីលេងគឺរត់កាច់ឡើងវិញមួមកពេកត្រឹមលេងបានក៏សម្រុកចូលទៅប្រើអាល់ទីមេតកាត់ឆ្វាច់ដាច់ដៃដាច់អីបននាងខ្ទេចប៉ុន្តែឡៃឡាគឺគ្មានអីទេនិយាយឌឺវិញថាចាឯងកាត់លេងមែនវិញបានជាខ្ញុំអត់ឈឺអញ្ចឹងស៊ីលេងមួមកថែមក៏លោតមកមួតនាងបដៅពីលើហើយកាត់ឡើងដាច់ខ្លួនជាពីរកណ្ដោយក៏ឡៃឡានៅតែស្រើចេញស៊ីលេងដំបងគឺភ័យមិនបានជានាងអត់កិច្ចអញ្ចឹងតែក៏លេចមើលម្ដងទៀតក៏ឃើញបំណែករាងកាយឡៃឡាចាប់ផ្ដើមផ្សារជិបគ្នាវិញបែបនេះគៀងមែនទែនស្អីទៀតរីតែក៏បញ្ញាប់ដកថយមកខាងក្រោយលឿនមើលថាអាបកាច់ zombie ធ្វើអីដាក់ឡៃឡានឹងមិនបានជានាងខ្លាយទៅជាបែបនេះហើយឡៃឡាក៏បន្តសម្រុកចូលដាក់នាងម្ដាយឡើងខ្ទៀតបែបនេះស៊ីលេងក៏ស្រែកថាឈប់វាយរើឡៃឡាលឺហើយក៏ប្រែមករាងកាយសភាពដើមវិញហើយក៏បដូរចរិតវិញដូចគ្នាស្រែកឡើងភ័យថានាងគ្មានចេតនាទេស៊ីលេងអត់ខ្វល់ពីរឿងនឹងឡើយសួរសំណួរផ្សេងថាបន្ទាប់ពីត្រូវពូ zombie ខំហើយនាងដែលធ្លាប់ខ្លាយខ្លួនទៅជា zombie មែនទេអត់ឡៃឡាតបថាដូចជាអត់នោះទេសូម្បីតែម្សិលមិញទៅធ្វើតែទៅក៏ឃើញថានាងគឺជាមនុស្សលោកដែរសូម្បីតែហ្សែនរបស់នាងក៏មិនបានផ្លាស់ប្ដូរឡើយដល់អញ្ចឹងស៊ីលីងឆ្ងល់បដ យចុយអាពេលវាយគ្នាមិញកាត់ខ្លួនឡើងដាច់ជាពីរផងបង្វិលក្បាលឡើងចង់380ដឺក្រេផងអានឹងវាមិនវិញឡៃឡាក៏មិនដឹងដូចគ្នាប៉ុន្តែមានអារម្មណ៍ថាអារឿងនឹងនាងចង់ធ្វើវាពេលណាក៏បានដែរអត់មានអារម្មណ៍ថាពិបាកក្នុងខ្លួនអីឡើយហើយបើសិនជាមានអារម្មណ៍ថាខ្សោយក៏អាចចាត់ថ្នាំជំនួយឲ្យខ្លាំងវិញបាននឹងថែមទាំងគ្មានផលប៉ះពាល់អីវិញទៀតផងនាងសាកឡើងប្រមាណដងហើយមកដល់លើក៏អត់មានបញ្ហាដែរស៊ីលីងលឺហើយក៏ដើរមេប្រូចមិនដឹងរត់ទៅកន្លែងណាទេបាទសូម្បីតែឡៃឡាហៅក៏លេងលឺកូនចៅបើនាងសួរក៏លេងឆ្លើយឡើងទៅដល់លើយន្តហោះហើយក៏ជីភ្លាមសម្ដៅទៅកាន់ទីក្រុងពូ zombie ឯពូ zombie ក៏កំពុងតែប្រជុំគ្នាមួយកូនចៅរបស់គេអំពីការរៀបចំទីក្រុងអីផ្សេងដាក់តំណែងឲ្យពូវាគ្រប់គ្រងតំបន់មួយចឹងទៅចំក្រោយគឺអាប្រុសសង្ហាមានឈ្មោះសៀវហៃដោយសារតែវាឆ្លាតជាងគេពូ zombie ក៏ឲ្យវាទៅគ្រប់គ្រងលុយគ្រប់គ្រងអីចឹងទៅហើយស្របពេលកញ្ញាសេលីងក៏មកដល់ល្មមបាទបើទ្វារមកអត់មាននិយាយអីច្រើនទេរត់មកកាន់ពូ zombie ហើយឲ្យគេហាមាត់ពូ zombie ឡើងឆ្ងល់តែនាងស្រែកឲ្យគេខំនាងមកហើយត្រូវនាងបខំចឹងពូ zombie ក៏ធ្វើតាមទៅខំបានមកក្រឹបហើយសេលីងក៏ត្រឡប់ទៅវិញរកតែពូ zombie ចង់និយាយអីក៏និយាយមិនទាន់ដែរឯកូនចៅបនាងក៏ទៅតែរត់មកដល់តាមក្រោយឡើងភ័យសួរនាងមីអេងមិនខ្លាចទេអីអាប៉ែមួយនោះគឺអាចគ្រប់គ្រងមនុស្សបានណាហើយមីអេងនៅហ៊ានឲ្យវាខំទៀតសេលីងគឺមិនខ្វល់ទេនៅចំពោះមុខធម្មពលដ៏ខ្លាំងមួយនេះត្រូវបានពូ zombie គ្រប់គ្រងនឹងក៏អត់បញ្ហាដែរទោះបីជាពូ zombie បជានាងរឹមស្រាតកណ្ដាលថ្នល់ក៏ដោយឯពូ zombie នៅតែអង្គុយឆ្ងល់ដាក់សញ្ញាសួរពេញក្បាលថាមានអីកាត់ឡើងហើយក្រោយមកទីក្រុង zombie ក៏ចាប់ផ្ដើមអភិវឌ្ឍជារួមមិនខុសគ្នាពីទីក្រុងមនុស្សម៉ាល់ទេមាន zombie បើកហាងខោអាវមាន zombie បើកហាងកាត់សក់តែបញ្ហា zombie ខ្លះមានសក់តែមួយសរសៃឯបាទហើយគ្រប់គ្នាគឺសុទ្ធតែមានការងារធ្វើរៀងៗខ្លួនឯស្ដេចរបស់ពួកគេដែលជាពូ zombie ក៏កំពុងតែរស់នៅយ៉ាងមានក្តីសុខផងដែរឯកញ្ញាភ្នែកមួយដែលមិនពេញចិត្តពីពូ zombie កាលព្រលឹកមុនក៏បានមកស៊ើបអង្កេតគេឃើញព័ត៌មានហើយក៏កាន់តែមិនយល់ថាមិនបានជាបណ្ឌិត superhero តែងតាំងអាកិតមួយនឹងធ្វើជា president អញ្ចឹងកូនចៅម្នាក់ហៅនាងថា president Chen រាយការណ៍ប្រាប់ថាការពិតទៅអប៉ែនេះគឺជា zombie នោះទេ president Chen គឺមិនជានោះឡើយគឺថាវាគឺជាការចំណានរបស់ president ផ្សេងទៀតចឹងទៅតែនាងមិនខ្វល់ទេគឺនាងមិនពេញចិត្តពូ zombie បើយើងតាំងពីដំបូងម៉េះអញ្ចឹងក៏មានកម្រងនឹងទៅបង្កបញ្ហាជាមួយគេក្រោយមកសាររឿងក៏កាត់ទៅដល់តំបន់ទឹកកកម៉ាកលែងដែលមានអ្នកវិទ្យាសាស្ត្រមួយក្រុមកំពុងតែស្រាវជ្រាវនៅកន្លែងមួយដែលសង្ស័យថាបានរកឃើញសាកសពរបស់មនុស្សបុរាណបើតាមរបាយការណ៍គឺមានអាយុឡើង1000ឆ្នាំមកហើយវាគឺមានចម្រោតដល់ទៅ500ម៉ែត្រទើបតែប្រើសន្ទូចឯណោះទើបអាចស្ទូចបានហើយពួកគេក៏ចាប់ផ្ដើមប្រតិបត្តិការស្រង់យករាងកាយមនុស្សបុរាណម្នាក់នឹងមកខាងលើបន្ទាប់ពីលើកមកដល់ក៏ឃើញថាវាគឺជារាងកាយម៉ាមីរបស់មនុស្សស្រីម្នាក់តែភ្លាមក៏ស្រាប់តែមានមនុស្សមួយក្រុមទៀតបានបើកការវិភាគទៅកាន់ពពួកអ្នកវិទ្យាសាស្ត្ររបស់បណ្ឌិត superhero បន្ទាប់ពីចាត់ការរួចរាល់ក៏បង្ហូរឈាមពួកគេយកហើយក៏ប្រើវាទៅដាស់នៅសាកសពម៉ាមីម្នាក់នឹងទទួលបានឈាមទទួលបានហើយនាងក៏ប្រែរាងកាយមកដូចជាមនុស្សធម្មតាអញ្ចឹងឯក្រុមនេះចម្លែកក៏ចាប់ដើមលុចជង្គង់ចុះហៅនាងថាជាស្ដេចខ្មោចនាងបានរស់ភ្លាមក៏សួរសំណួរមួយភ្លេតអាភ្លើឈ្មោះជាងអីគេនោះនៅរស់ដែរកូនចៅម្នាក់ក៏រាយការណ៍ថានៅរស់នោះទេទោះបីជា1000ឆ្នាំកន្លងផុតក៏ដោយក៏វាគ្មានបញ្ហាអីដែរបើតាមវាចាំបន្ទាប់ពីអាកិតមួយនឹងបានបំផ្លាញនៅមនុស្សលោកទាំងអស់ចូលមកពិភពលោកហើយឥឡូវនេះវាបែរជាទៅរស់នៅជាមួយមនុស្សលោកទៅវិញមិនត្រឹមតាមប៉ុណ្ណោះក៏មានកូនចៅផ្ទាល់ខ្លួនទៀតផងឬហើយនាងក៏ដូរទឹកមុខកាថាអបកាច់ជាងស៊ឺលើកនេះអញនឹងមិនចាញ់ទៅកាន់ឯងទៀតទេ